ចាស់ជាចាប់បានឯជាប់ដបងពាក់មីទៅបឹងទន្លេសាបគឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលប្រៀបបានជាកូនសមុទ្រទឹកសាបមួយរបស់ប្រទេសកម្ពុជាដែលគ្របដណ្ដប់លើផ្ទៃដីរាប់លានហិកតាតើផ្ទៃបឹងទន្លេសាបក្នុងខែវស្សាមានសភាពបែបណាហើយសកម្មភាពអ្វីខ្លះដែលយើងអាចមកលេងកម្សាន្តនៃបឹងមួយនេះនៅក្នុងរដូវវស្សាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំធ្លាប់បានបង្ហាញពីទស្សនវិជ្ជាក្នុងរដូវប្រាំងជាច្រើនកន្លែងរួចមកហើយអំពីបឹងទន្លេសាបថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកភ្លក់រសជាតិអារម្មណ៍ថ្មីមួយហើយពុកម៉ែបងប្អូនកុំអាអូសរំលងដែលខ្ញុំនឹងជម្រាបជូនក្នុងពេលឥឡូវនេះមុននឹងឈានទៅកាន់សកម្មភាពផ្សេងៗដែលយើងអាចលេងកម្សាន្តបានក៏នាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ពីបឹងទន្លេសាបបន្តិចសិនបឹងទន្លេសាបគឺជាបឹងទឹកសាបដ៏ធំនៅអាស៊ីអាគ្នេយ៍ដែលមានទិដ្ឋភាពដូចជាកូនសមុទ្រយ៉ាងជ្រៅដោយសារតែវិសាលភាពទឹកដ៏ធំរបស់បឹងមួយនេះទើបគេចាត់ទុកបឹងនេះជាកូនសមុទ្រទឹកសាបដែលអាចធ្វើនាវាចរបាននៅក្នុងរដូវវស្សាតែផ្ទុយទៅវិញក្នុងរដូវប្រាំងបឹងមួយនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ហើយរាក់ថែមទៀតផងបឹងទន្លេសាបចំពោះរដូវទឹកសម្រកចាប់ផ្ដើមពីខែធ្នូហើយបញ្ចប់នៅក្នុងខែឧសភាបឹងទន្លេសាបចែកចេញជា3ផ្នែកបឹងធំបឹងតូចនិងវាលភក់ព្រមទាំងជាអាងស្តុកទឹកធម្មជាតិនិងជាជម្រកមច្ឆជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាផងដែរឥឡូវនេះត្រឡប់មកកាន់សាច់រឿងយើងវិញពួកខ្ញុំបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅដល់ផែចតឡានកំពង់ហ្លួងក្នុងស្រុកកកូរនៃខេត្តពោធិ៍សាត់ដោយប្រើពេលប្រហែល2ម៉ោងក្រោយពីចតឡានរួចរាល់ក៏ចាប់ផ្ដើមទិញបន្លែខ្លះៗដើម្បីត្រៀមយកទៅចម្អិនម្ហូបរួចក៏បន្តដំណើរជិះទូកឆ្លងកាត់តាមផ្ទះបណ្ដែតទឹកកំពង់ហ្លួងក្រោយពីបន្តដំណើរតាមផ្លូវទឹកប្រហែល1ម៉ោងរួចក៏មកដល់តំបន់មួយដែលស្ថិតនៅក្នុងភូមិអន្លង់តាអោនឃុំពីមបាងស្រុកស្ទងខេត្តកំពង់ធំហើយពេលមកដល់ភ្លាមគាត់ទៅចុះពីទូកដាក់អវ៉ាន់រៀបចំរួចហើយនិយាយថាមូសខំទាំងថ្ងៃមូសមើលមកខ្ញុំដូចមន់ថ្មីអញ្ចឹងគឺសាច់ផ្អែមសម្រាប់មុខម្ហូបថ្ងៃនេះគឺមានច្រើនបែបច្រើនយ៉ាងមែនទែនដែលខាង VJ ដាដាក៏មានប្រហុកចិញ្ច្រាំមកជាមួយហើយចំណែកខាងក្រុមបងពាក់មីក៏មានផ្អកត្រីបណ្ដូលអំពៅមកជាមួយហើយចំណែកខ្ញុំគឺគ្មានអីដាក់ទៅទេហើយបន្ទាប់មកក៏ចែកជើគ្នាដើម្បីចម្អិនម្ហូបហើយបងពាក់មីគាត់កំពុងតែអានបោកពស់នេះគឺជាប្រភេទពស់ផលិតហើយនឹងពស់ច័ន្ទល្មមគឺគាត់ធ្វើការអានបោកអញ្ចឹងទៅធ្វើម្ហូបគេបងនេះយើងបលែងវិញបលែងអត់ហូបទេវិញដើម្បីយើងឲ្យបង្កើតធនធានពស់ឲ្យច្រើនកុំឲ្យវិស័យពស់នៅស្រុកយើងដាច់អញ្ចឹងមានថាពេលដែលពស់នឹងពេលដែលវាបានចាស់រួចយើងយកទៅបលែងនឹងពេញបងខ្ញុំថាបលែងម្ដងទេបងឯងបងចាក់ពស់វែងម្ដងខ្ញុំគេថាខ្លាចខុសច្បាប់ខ្ញុំថាមកខុសច្បាប់ខ្ញុំយកបលែងមកបលីហើយបាយបលែងអត់បលីថា no បលីខ្លាចបាទឥឡូវយើងបលែងវាឥឡូវយើងបលែងវាវិញដើម្បីឲ្យវាមានសេរីភាពហើយពេលធំឡើងអូនទៅយកឆ្នាំងនេះបងអូនហើយក្រោយពីគាត់អានបោករួចក៏ខ្ញុំចាប់ផ្ដើម review ម្ដងបន្តពីគាត់អញ្ចឹងខ្ញុំ review ពីពស់ច័ន្ទល្មមដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យស្គាល់ពីពស់នឹងថាជាពស់អីអញ្ចឹងណានិយាយទៅក្រោយពីខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែក IT រួចឥឡូវនេះខ្ញុំក្លាយជាគ្រូចាប់ពស់ដែលអត់មានពឹសហើយការ review ពស់នេះគឺខ្ញុំអត់បានទទួលទានពស់ទេគឺខ្ញុំគ្រាន់តែចាប់វាដើម្បីយកមកបង្ហាញពុកម៉ែបងប្អូនចង់ដឹងថាតើពស់នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាបន្ទាប់ពីបាយរួចក៏នាំគ្នាចាប់ផ្ដើមសម្រាប់យកកម្លាំងដើម្បីចេញរកម្ហូបប្រចាំតំបន់នៅក្នុងពេលរសៀលក្រោយពីសម្រាប់រួចបានបន្តិចក៏នាំគ្នាចាប់ផ្ដើមចេញទូកដើម្បីរកចាក់កណ្ដុរបឹងនិងបេះបន្លែធម្មជាតិនៅតាមទឹកចំពោះសកម្មភាពចាក់កណ្ដុរបឹងគឺសុទ្ធតែជាសកម្មភាពរកម្ហូបតាមតំបន់ដែលតំបន់ខ្លះក៏គេហូបនិងតំបន់ខ្លះទៀតក៏គេមិនហូបអញ្ចឹងទៅឥឡូវនេះកុំឲ្យខាតពេលយូរពុកម៉ែបងប្អូនអាចមកធ្វើការតាមដានទស្សនាពីសកម្មភាពពួកខ្ញុំទាំងអស់គ្នាក្នុងពេលឥឡូវនេះសម្រាប់ពេលនេះខ្ញុំគឺជាអ្នកបើកទូកហើយបងប្អូនអ្នកនេសាទគាត់ជាអ្នកចាក់កណ្ដុរគឺខ្ញុំមិនធ្លាប់បានរៀនបើកទូកពីមុនមកទេនិយាយទៅគឺបើកយកតែម្ដងជិះចុះជិះឡើងក៏ប្រទះឃើញពស់ខៀវមួយក្បាលយ៉ាងធំដែលកំពុងតែពាត់នៅលើដើមឈើដោយសារតែរដូវហ្នឹងគឺជារដូវទឹកឡើងអញ្ចឹងសត្វភាគច្រើនគឺយកដើមឈើកន្លែងដែលដប់ដើម្បីធ្វើជាជំរករងចាំទឹកស្រកត្រឡប់ទៅវិញហើយពួកខ្ញុំក៏មិនបានធ្វើអីដល់ពស់ខៀវមួយក្បាលនឹងដែរក៏បន្តដំណើរទៅកន្លែងផ្សេងមួយទៀតឥឡូវនេះគឺយើងបានសត្វកណ្ដុរពី3ក្បាលហើយក៏បន្តដំណើរទៅបេះផ្កាស្នោត្រកួនជ្រក់ទឹកនិងកញ្ឆែតត្រួយខ្ចីសម្រាប់ចម្អិនម្ហូបល្ងាចនេះបន្ទាប់ពីបានបន្លែសាច់រួចក៏នាំគ្នាយកទៅទុកនៅផ្ទះសិនហើយក៏ជិះទូកបន្តទៅកាន់តំបន់រកត្រីវិញម្ដងដែលទឹករលកនិងវិសាលភាពរបស់ទឹកប្រៀបបានទៅនឹងរលកសមុទ្រដូចគេថាពិតមែនគឺរលកធំបន្តិចក្រោយមកក៏ទៅដល់កន្លែងមួយដែលគេរាយមកនឹងដាក់លបយកត្រីហើយក៏សម្រេចចិត្តចេញទៅថតចែកជូនបងប្អូនទស្សនាហើយលបនេះគឺមិនមែនជាលបរបស់ពួកខ្ញុំទេគឺបងប្អូនអ្នកនេសាទគាត់នាំពួកខ្ញុំមកថតដើម្បីចែករំលែកពីការនេសាទត្រីនៅតំបន់មួយនេះហើយចំពោះកន្លែងដែលគេរាយមកហ្នឹងគឺអត់បានត្រីច្រើនទេដោយសារមងវាលហែកវាអីអញ្ចឹងណាគឺឃើញបានត្រីឆ្លូញធំមួយក្បាលដែរហើយនឹងត្រីទូចមួយចំនួនទៀតអញ្ចឹងក៏បន្តដំណើរទៅកាន់តំបន់ដែលគេដាក់លបហើយកន្លែងដែលគេដាក់លបនេះមិនមែនជាលប
ដែលពួកខ្ញុំដាក់ទេគឺជាលបដែលបងប្អូនអ្នកនេសាទដាក់ប៉ុន្តែដោយសារតែគាត់ស្គាល់នៅតំបន់ហ្នឹងហើយក៏ជាគ្នាគាត់អញ្ចឹងណាក៏គាត់នាំពួកខ្ញុំដើម្បីមកធ្វើការថតដើម្បីចែករំលែកពីការនេសាទត្រីនៅតំបន់មួយហ្នឹងឲ្យពុកម៉ែបងប្អូនបានទស្សនាពីការដាក់លបនិយាយទៅចម្រុះទៅដោយត្រីជាច្រើនប្រភេទហើយស្របពេលកំពុងតែលើកថតម្ចាស់លបក៏ជិះទូកមកដល់ល្មមហើយគាត់ក៏មិនបានថែឲ្យពួកខ្ញុំដែរគឺគាត់ឲ្យពួកខ្ញុំយកទៅស្លតែម្ដងទៅដោយសារតំបន់ហ្នឹងគឺវាសម្បូរត្រីខ្លាំងហ្នឹងទុះធ្ងន់ទេបងអូអានេះសើកជ្រូកបងនេះកជ្រូកស្លមកជួយតពួនយើងអែមđẹpអូវ៉ាវឆាន់មែនតើមកតោះលើកយើងមកចាំចាក់អូយយោច្រើនណាស់នេះមកចាក់ពីជេសេះតែកជ្រូកអូអត់យកក្អែកបលែងវិញគូក្អែកបលែងវិញក្អែកអូក្អែកបលែងមុនបលែងកាច់ច្រាមមុខវាប្រឡោស៊ីអែមណាស់ជុំមកកលវាស្អាតចេញពណ៌ថៃកជ្រូកមកឡើងក្រហមបន្ទាប់ពីអរគុណគាត់រួចក៏នាំគ្នាជិះទូកត្រឡប់មកផ្ទះវិញសម្រាប់ទិដ្ឋភាពក្នុងរដូវនេះក៏ស្រស់ស្អាតម្យ៉ាងដែរសម្រាប់ថ្ងៃលិចប្រដេញគ្នាជាមួយនឹងផ្ទៃបឹងរំលេចទៅដោយពន្លឺចែងចាំងផ្លេកៗយ៉ាងស្រស់ស្អាតមែនទែនដែលពួកខ្ញុំធ្លាប់មកពីរដូវប្រាំងម្ដងគឺសម្បូរសត្វហើយនឹងថ្ងៃលិចក៏ស្អាតមានទីទួលដើម្បីបោះតង់តែចំពោះរដូវវស្សានេះសត្វស្លាបភាគច្រើនគឺវាផ្លាស់ទីទៅកន្លែងផ្សេងៗដើម្បីជាទីជម្រកហើយក៏ជាកន្លែងដែលវាអាចរកចំណីបានអញ្ចឹងណាអញ្ចឹងពីមួយរដូវទៅមួយរដូវការផ្លាស់ទីរបស់សត្វគឺមិននៅមួយកន្លែងទេគឺវាផ្លាស់ទៅទីកន្លែងដែលវាគិតថានឹងផ្ដល់ជាចំណីក៏ដូចជាទីជម្រកសម្រាប់សំរុំរបស់ពួកវាផងដែរបន្ទាប់ពីត្រឡប់មកដល់ផ្ទះរួចក៏នាំគ្នាងូតទឹកលេងដើម្បីសម្អាតខ្លួនងូតលេងកំសាន្តជាមួយនឹងទឹកថ្លាឆ្វង់នៅក្នុងរដូវនេះដែលយើងងូតបណ្ដាយើងមើលថ្ងៃរៀបលិចបណ្ដានិយាយថាសម្រស់គឺស្រស់ស្អាតមែនទែនហើយមានអារម្មណ៍ថា relax ខ្លាំងមួយបែបសម្រាប់ទឹកនៅក្នុងរដូវនេះគឺមានសភាពថ្លាហើយនឹងមិនមានក្លិនអីដូចជាក្នុងរដូវប្រាំងទេដែលពួកខ្ញុំមកពីរដូវប្រាំងគឺទឹកល្អក់ហើយល្មមខ្លាំងដែលពិបាកក្នុងការងូតអញ្ចឹងណាអញ្ចឹងបងប្អូនជាម្ចាស់ផ្ទះនៃទូកនេសាទគាត់ក៏ចាប់ផ្ដើមចម្អិនម្ហូបដែលជាម្ហូបប្រចាំតំបន់អីអញ្ចឹងណានៅក្នុងនោះមានកណ្ដុរមានត្រីមានអីអញ្ចឹងទៅហើយកណ្ដុរហ្នឹងគឺគាត់យកទៅសម្អាតបានស្អាតយកគ្រឿងក្នុងចេញទាំងអស់ធ្វើការអាប់ជាមួយទៅនឹងគល់ត្រីបន្តិចដើម្បីជំរះក្លិនអញ្ចឹងណាហើយមានអារម្មណ៍ថាអត់ឆ្អាបអត់ស្អុយអត់ឆ្អេះសាយទេហើយកណ្ដុរនេះមានអារម្មណ៍ថាស្រួយស្រោបក្លិនវាគឺអត់មានទេបងប្អូនអ្វីដែលខ្ញុំបានសាកម្ហូបប្រចាំតំបន់នេះគឺឆ្ងាញ់មែនទែនគឺកណ្ដុរបំពងជាមួយនឹងទឹកម្រេចខ្ទឹមសក្រូចឆ្មានេះគឺត្រូវជាតិគ្នាតែម្ដងបន្ទាប់មកក៏នាំគ្នាញ៉ាំបាយជាមួយនឹងម្ហូបក្នុងតំបន់ដ៏សម្បូរបែបដែលមានទាំងត្រីបំពងសម្លម្ជូរខ្យងអាំងដែលជាម្ហូបប្រចាំតំបន់មួយនេះផងដែរឥឡូវនេះយប់ហើយជាពេលវេលាមួយដែលត្រូវចូលសម្រាកតែពុកម៉ែបងប្អូនកុំអស់រំលងអីហើយខ្ញុំនឹងធ្វើការជម្រាបជូនបន្តទៀតពីទស្សនវិជ្ជាក៏ដូចជាសកម្មភាពផ្សេងៗទៀតនៅក្នុងព្រឹកស្អែកនេះឥឡូវនេះព្រឹកហើយព្រះទនគរក៏ចាប់ផ្ដើមបញ្ចេញពន្លឺរាំងសីមកកាន់ផ្ទៃផែនពោធិ៍សធាដែលបង្កើតជាពន្លឺចែងចាំងដ៏ស្រស់ស្អាតខ្លាំងមែនទែនក្រឡេកទៅកាន់បងប្អូនអ្នកនេសាទក៏ចាប់ផ្ដើមចេញប្រកបរបររៀងៗខ្លួនចំពោះត្រីចិញ្ចឹមនៅទីនេះគឺពិតជាមានរសជាតិក៏ដូចជាគុណភាពល្អជាងត្រីធម្មជាតិទៅទៀតដោយសារតែបច្ចេកទេសចិញ្ចឹមជាមួយលំហូរទឹកធម្មជាតិសុទ្ធសាធដែលបន្ថែមទៅដោយនុយកូនត្រីស្រស់ៗដើម្បីបំពន់ដល់ត្រីដែលជាមូលហេតុធ្វើឲ្យត្រីអាចធំលូតលាស់បែបធម្មជាតិជាមួយចំណីគ្រប់គ្រាន់បានយ៉ាងល្អនិយាយទៅត្រីហ្នឹងគឺមានរសជាតិខ្លាំងមែនទែនពុកម៉ែបងប្អូនដូចខ្ញុំជម្រាបខាងលើអញ្ចឹងគឺយើងអត់មានដាក់គីមីចំណីអីទេគឺយើងប្រើនុយត្រីយើងធម្មជាតិហ្នឹងគឺយើងដាក់ទៅហើយវាស៊ីធម្មតាអញ្ចឹងទៅហើយបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ចង់សាកល្បងភ្លក់រសជាតិត្រីបឹងទន្លេសាបក្នុងខែវស្សាហ្នឹងអាចតាក់ទងនៅក្នុងលេខទូរស័ព្ទខាងក្រោមនេះបានហើយគាត់មិនបានឲ្យលុយកាក់ខ្ញុំដើម្បីប្រម៉ូទទេប៉ុន្តែដោយសារខ្ញុំជួបប្រទះនៅអីដែលល្អដែលឆ្ងាញ់សម្រាប់សុខភាពក៏ខ្ញុំចែករំលែកដល់ពុកម៉ែបងប្អូនអញ្ចឹងណាក្រោយពីរៀបចំខ្លួនរួចពួកខ្ញុំក៏ធ្វើដំណើរត្រឡប់មកវិញការជិះទូកត្រឡប់មកវិញគឺប្រើពេលដូចនឹងទៅដូចគ្នាហើយនៅតាមដងទឹកគឺយើងឃើញទស្សនវិជ្ជាសត្វហើរការស្នោហើយនឹងដើមឈើផ្សេងៗទៀតជាមួយនឹងថ្ងៃរះប្រប្រាស់នឹងទឹកជារឿងមួយដែលធ្វើឲ្យយើង relax ដែរហើយជិះបានមួយសន្ទុះធំក៏យើងមកដល់កណ្ដាលទន្លេហើយក៏ប្រទះឃើញបងប្អូនអ្នកនេសាទគាត់នេសាទតាមជីវភាពគាត់ធម្មតាអញ្ចឹងទៅហើយចំណែកបងប្អូនភាគច្រើនប្រហែលជាអាចនឹងឆ្ងល់ពីបង្គោលដែលគេបោះក្នុងទឹកមួយនេះគឺអាចនឹងមិនទាន់ស្គាល់ថាវាជាបង្គោលអ្វីហើយគេបោះដើម្បីអ្វីតាមការពិតទៅវាគឺជាបង្គោលដែលប្រាប់ពីតំបន់1តំបន់2និងតំបន់3ដែលសម្រាប់បញ្ជាក់ពីដែននីមួយៗថាតំបន់ណាដែលយើងត្រូវអភិរក្សនិងតំបន់ណាទៀតដែលយើងអាចត្រឹមអាស្រ័យផលបានអញ្ចឹងទៅចំពោះបង្គោលនីមួយៗត្រូវបានរៀបចំដោយអាជ្ញាធរទន្លេសាបដែលត្រូវបានបោះជុំវិញបឹងទន្លេសាបតែម្ដងបាទមានមកត្រូវលួចលបគេចាស់គេចាប់បានឯជាប់ដបងពាក់មីទៅសម្រាប់វីដេអូថ្ងៃនេះក៏ឈានមកដល់ទីបញ្ចប់ចំពោះវីដេអូវែងនិងពេញកម្រិត 4K ខ្ញុំនឹងដាក់ក្នុង Channel YouTube ដានជើងបន្ថែមទៀតពុកម៉ែបងប្អូនគ្រាន់តែទៅកាន់ YouTube ហើយ search ថាពាក្យដានជើង Adventure ពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានអារម្មណ៍ថ្មីមួយជាមួយនឹងវីដេអូវែងអរគុណចំពោះការទស្សនានិងចែករំលែកបន្តដើម្បីរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ថ្មីៗក្នុងប្រទេសកម្ពុជាយើងឲ្យអ្នកផ្សេងទៀតបានស្គាល់ផងដែរជួបគ្នាវីដេអូក្រោយៗទៀត